គុណខ្មែរកាន់តែក៏ក្រៅពិភពលោកទៀតហើយប្រិយមិត្តបងប្អូនត្រៀមចេញទៅប្រកួតលេងទឹកដីនៅលើប្រទេសបារាំងជួបសិតតែកម្ពុជាកំពូលអុកញ៉ាលៀងម៉េងជួយចេញតម្លៃប៉ាសពតកីឡាករគុណខ្មែរ17រូបដែលជាប់នៅលើទឹកដីប្រទេសបារាំងអង់គ្លេសណាបងប្អូនដោយសារតែមានការសង្គ្រាមរវាងអ៊ឺរ៉ុងនិងអ៊ីស្រាអែលហើយចាបងប្អូនធានាថាញាក់សាច់ហើយលើកនេះប្រិយមិត្តបងប្អូនជួបកីឡាករកម្ពុជាគុណខ្មែរគឺខាងស្ថាបនិកផ្សាយវត្ត IPC បងធំគីបបានផុសសារ supporter លើកឡើងនិយាយពីការប្រកួតកីឡាករគុណខ្មែរត្រៀមចេញទៅប្រកួតនៅលើទឹកដីប្រទេសបារាំងអង់គ្លេសណាបងប្អូនជួបសិទ្ធិកម្ពុជាកំពូលគណៈកីឡាករអាប់ឌូរ៉ាម៉ាន់បានផុសសារថាត្រៀមនឹងជួបកីឡាករគុណខ្មែរឆាប់ហើយបងប្អូនមួយចំនួនប្រហែលជាបានស្គាល់ទៅលើកីឡាករអាប់ឌូរ៉ាម៉ាន់នេះហើយដែលធ្លាប់ប៉ះជាមួយនឹងកីឡាករអេមរិនពូថងកាលនោះគឺប្រកួតនៅលើសង្វៀនប៊ូស្រង់ហើយកាលនោះគឺកីឡាករអាប់ឌូរ៉ាម៉ាន់នេះគឺប្រកួតទទួលបានជ័យជំនះទៅលើកីឡាករអេមរិនហើយថ្ងៃខាងមុខនេះគឺខាងកីឡាករគុណខ្មែរខាងទ័ពគុណខ្មែរយើងហ្នឹងត្រៀមចេញទៅប្រកួតលើទឹកដីប្រទេសបារាំងអង់គ្លេសហ្នឹងគឺប្រកួតបែបរបស់ឆៅសុទ្ធតែម្ដងជាការប្រកួតរបស់ឆៅកម្រិតពិភពលោកណាបងប្អូនធម្មតាទេហើយការប្រកួតនេះគឺជួបស្ទើរតែកម្ពុជាកំពូលផងដែរព្រោះយោងតាមបងធំគីមគាត់ចូលកីឡាករគុណខ្មែរយើងចេញទៅប្រកួតលើកនេះមិនមែនលំបងប្អូនហើយការប្រកួតនេះគឺអាចនឹងចេញទៅប្រកួតប្រហែលជាចប់សង្គ្រាមរវាងអ៊ីស្រាអែលនិងខាងអ៊ឺរ៉ុងដល់បងប្អូនព្រោះពងតែរគុះរកើខ្លាំងមែនគណៈបងអុកញ៉ាលៀងម៉េងគាត់បានចេញផុសហើយបងប្អូនគាត់ថានឹងជួយចេញតម្លៃប៉ាសពតទៅដល់កីឡាករកីឡាការិនីនិងគ្រូដែលទៅលើទៅដឹកនាំទៅប្រកួតនៅលើទឹកដីប្រទេសបារាំងថ្មីនេះជាមួយនឹងគ្រូសៀងហៃបងប្អូនដែលពងតែជាប់ស្កេញនៅហ្នឹងណាដោយសារតែមានការសង្គ្រាមរវាងអ៊ឺរ៉ុងនិងអ៊ីស្រាអែលក៏ខាងកីឡាករគុណខ្មែរយើងក៏ជាប់ខាំងនៅនឹងត្រឹមអារ៉ាប់រួមនឹងឯងបងប្អូនព្រោះជិះពីបារាំងមកត្រូវចុះនៅលើទឹកដីប្រទេសអារ៉ាប់មកតង់រួចបានជិះមកប្រទេសកម្ពុជាយើងចឹងបងប្អូនតែឥឡូវនេះគឺខាងបូកញ៉ាលីងមីហ្នឹងជួយទៅដល់កីឡាករគុណខ្មែរយើងហើយនឹងស្ថាបនិកមួយចំនួនគ្រូដើម្បីបន្តប៉ាសពតចេញតម្លៃប៉ាសពតផងដែរតឲ្យចឹងបងប្អូនឲ្យជិះមកគឺមិនឲ្យចេញលុយតម្លៃប៉ាសពតថ្មីទេព្រោះប៉ាសពតចាស់ផុតកណត់ហើយខាងកីឡាករគុណខ្មែរយើងគឺដូចជាពេជ្រសម្បត្តិអីហ្នឹងបងប្អូនហ្នឹងហើយគឺទទួលបានជោគជ័យលើទឹកដីបារាំងបាខ្សែក្បាត់ហើយនៅក្នុងហ្នឹងមានពេជ្រសម្បត្តិឈុតសេរីវ័នថងសែនរ៉ាឌីគឺជាប់ខាំងនៅនឹងខ្លាំងមែនទែនបងប្អូនហើយកីឡាករគុណខ្មែរយើងចេញប្រកួតលើទឹកដីប្រទេសបារាំងលើនេះអំបោះឆៅនេះចាំមើលទាំងអស់គ្នាបងជាការប្រកួតកំពូលផងដែរព្រោះកីឡាករអាប់ឌូរ៉ាម៉ាន់នេះធ្លាប់ឈ្នះកីឡាករអេមរិននេះព្រោះផុសថាដាក់ទង់ជាតិកម្ពុជាហើយនឹងទង់ជាតិចិននិងបារាំងអង់គ្លេសហ្នឹងឯងបងប្អូនចាំមើលតើការផុសនេះអាចនឹងជួបជាមួយកីឡាករអេមរិនសងសឹកអំបោះឆៅឬយ៉ាងណាព្រោះអេមរិនប៉ះកីឡាករនេះគឺចាប់ដែរបងប្អូនកីឡាករអាប់ឌូរ៉ាម៉ាន់នេះកីឡាករល្អខ្លាំងមែនអាវុធរបស់គាត់គឺវាចេញលះគ្រប់គ្រឿងបងប្អូនមិនលំទេអានេះមានតែព័ត៌មានប៉ុណ្ណេះចេះជូនបងប្អូនកុំភ្លេច subscribe នៅមួយប៉ុកឆែកដឹងព័ត៌មានថ្មីចេះជូនបងប្អូនទស្សនាជារៀងរាល់ថ្ងៃ